អូនឯវ៉ាន់ពេលដែលយើងដាក់ទៅត្បូងគឺបែបនេះហ៎ចឹងយើងនឹងបើកនេះវាមកណាបើកអត់បើកអីវាមកបងអញ្ចឹងពេលដែលបើកម្ដងគឺវានឹងចេញបែបនេះនេះយើងលើកវាចេញបែបនេះមកទាក់ទងជាមួយនឹងក្តារធានាក្តីក្នុងនោះនេះចឹងយើងដាក់នេះចេញមកហើយអានេះដកវាចេញតែសម្រាប់នេះគឺតួ body របស់យើងណាតួ body machine របស់យើងនេះទៅខាងទុកត្រេះមកកន្លែងទៅហើយអានេះគឺក្នុងនេះគឺវាមានជាមួយនឹងពួកឆ្នាំងសាឆ្នាំងសាអានេះគឺវាមានឡែននេះគឺឡែនរបស់វាទៅវាទៅមកយើងដាក់នេះមកនេះដាក់នេះមកហើយនេះគឺជាខ្សែស្ពាយខ្សែស្ពាយរបស់វាណាហើយនេះគឺជាឆ្នាំងសាក្នុងនេះឆ្នាំងសាវាឆ្នាំងសាវាមានច្រើនវាមានក្បាលច្រើនវាមានតំណវាច្រើនហ្នឹងណាតាមប្រទេសយើងចង់ដោតជាមួយប្រទេសណាប្រទេសណីបានអញ្ចឹងណាចឹងវាមានដូចខុសគ្នាក្បាលខុសគ្នានេះទេអញ្ចឹងអ្វីដែលសំខាន់គឺយើងយកតាដូចដែលនៅប្រទេសកម្ពុជាយើងមកនេះអានេះខ្ញុំដាក់ទៅវិញតែពួកនេះវាអត់ត្រូវអញ្ចឹងយើងដាក់មួយនេះមកនេះនេះដូចនៅប្រទេសខ្មែរយើងអានេះយើងដាក់ទៅវិញអានេះយើងដតវាតាមរុននេះវាមានកន្លោះរបស់វាអញ្ចឹងយើងដតវាត្រូវចេះមកឈប់នេះដល់វាចេះមកសង្កត់វាលឹបអានេះណាចូលហើយអញ្ចឹងនេះគឺជាខ្សែរបស់វាខ្សែសាកថ្មដូចវាដតខាងណាក៏បានដែរដូចតែគ្នាទេដូចប្រភេទដូច Type C ដូចគ្នាទេអានេះគឺរបៀបដតហើយកាមេរ៉ាតែដតវានៅចំទៅនេះដូច Type C នេះដូច Type C ដតមកវានឹងចេញភ្លើងលើងទៅនេះមួយដល់ឥឡូវនេះបងនេះខ្ញុំចាំបងដោះវាចេញសិនយ៉ាដោះវាវិញបានចាំបងដាក់វាទៅវិញសិនសម្រាប់អានេះគឺជាកាមេរ៉ានេះអញ្ចឹងយើងបើកនេះមកបើកក្របឡែនបើកក្របកាមេរ៉ាហើយបើកគម្របឡែនអញ្ចឹងកាមេរ៉ាវាឡែនវាមានកណ្ដុះក្រហមហើយកាមេរ៉ាវាមានកណ្ដុះក្រហមដូចគ្នាអញ្ចឹងអូនឯងដាក់កណ្ដុះអានេះកុំហាមយកអីទៅប៉ះ sensor វាយើងដាក់កណ្ដុះក្រហមនិងកណ្ដុះខំឲ្យត្រូវគ្នាចាំមកនេះឃើញត្រូវគ្នាយើងមូលវាទៅស្ដាំក្រេកសូក្រេកអញ្ចឹងណាហើយថ្មនៅខាងក្រោមថ្មវានេះថ្មវានៅខាងក្រោមនេះអញ្ចឹងយើងដកឲ្យវាត្រូវចេះមកដកឲ្យវាត្រូវគ្នាចេះមកភ្លឹបហើយសម្រាប់ memory គឺបងតេស្ត memory បងអាចាស់ឲ្យសិន memory នេះដាក់ដកទៅវាទៅភ្លឹបពេលដែលយើងដកពេលយើងដោះវិញយើងក៏ឆ្លេចមួយទៅវាលុតចេញមកវិញហើយអញ្ចឹងក្របវាបិទមើលបើកឡក់ភ្លឹបចេះអញ្ចឹងណាហើយកញ្ចក់វាយើងអាចបត់ selfie បានហើយឈប់បងនេះចេញសិននិយាយទៅគឺអោយតា Fuji XS20 ហ្នឹងគឺ 100%គឺ screen វាគឺបិទអត់អស់ទេបងបិទយំមិញអោយអញ្ចឹង screen របស់វាគឺ 100% ហ្នឹងគឺវាតែងតែមាន herb ជ្រុងពួក XS20 ប៉ុន្តែក្រៅពី XS20 គឺអត់អីទេបិទទៅគឺ fit ល្អតែបើ XS20 នេះដឹងតែវាទាំង herb អត់យល់ទេអត់យល់កាមេរ៉ាហ្នឹងគឺវាអញ្ចឹងហ្មងអញ្ចឹងពេលដែលយើងបើកគ្រឿងនេះវាមានពាក្យថា on off ហើយអញ្ចឹងបងកាច់មក on ភ្លឹបlens វានឹងលៀនចេញមកក្រៅចាំបងដកក្រប lens ភ្លឹបមកហើយវានឹងឲ្យយើងតាំងជាមួយនឹងគេហៅថាថ្ងៃទីខែឆ្នាំភាសាអញ្ចឹងបងចុចកដាលពុំនេះយើងចុចកដាលមួយភ្លឹបអញ្ចឹងបងរើសទេនេះសិនអញ្ចឹងឆ្នាំ2026ខែ1ថ្ងៃទីម៉ានថ្ងៃនេះដូចជាថ្ងៃទីម៉ានចាំភ្លេចថ្ងៃនេះថ្ងៃទី28ហើយម៉ោង11ម៉ោង11ហើយម៉ាន52នាទីនេះ52នាទី AM ហើយចុចកដាលទៀតហើយចុចខាងក្រោមហើយ អូខេបានអានេះគឺវានឹងដើរហើយណាអញ្ចឹងបងនឹងបរៀនប្រាប់ពីនេះមួយសម្រាប់ពុំខាងលើនេះគឺជាពុំ mode អានេះគឺពុំ mode របស់វាអញ្ចឹងជាទូទៅគេដាក់វាអូតូប៉ុន្តែសម្រាប់បងអត់ណែនាំឲ្យប្រើអូតូទេបងប្រើណែនាំឲ្យប្រើ mode A នេះយើងកាច់ mode A ឲ្យវាត្រូវជាមួយនឹងកណ្ដុះសនេះមកអានេះគឺ mode A ហើយសម្រាប់ពុំមួយនេះគឺពុំសម្រាប់យើងស្រេពលឺនេះដល់ពេលយើងនេះទៅវានឹងចេញលូតអានសញ្ញានេះហើយអញ្ចឹងជាទូទៅនេះវានៅស្តង់ដារវានៅចំលេខ0បើសិនជាយើងគិតថារូបភាពដែលយើងថតមកប៉ុសឥឡូវឧទាហរណ៍មកពឹបយើងមានអារម្មណ៍ថាcheck មើលរូបទៅនេះអានេះពុំ check រូបនេះពុំនេះ
ចែកមើលរូបปุ๊បយើងមានអារម្មណ៍ថារូបភាពយើងមិនសូវជាភ្លឺល្អប៉ុន្មានទេអូនឯងចុចអាពុំថតនេះមកคลิกឲ្យវាចេញបែបនេះហើយអូនឯងមូលនេះមកកម្មនេះមូលមកកម្មឃើញវាឡើងច្រឡំមូលទៅខាងនេះមកកម្មឃើញវាឡើងនេះក៏លួពលឺវាឡើងពុបជាទូទៅគេបូកវាមក2កម្មបើសិនជាមនុស្សសមនុស្សស្អែមបូកវា2កម្មតែបើសិនជាមនុស្សសបូកវាមកកម្មបានហើយអញ្ចឹងណាហើយបើសិនជាយើងគិតថាវាភ្លឺខ្លាំងអូនឯងដកវាមកកម្ម2កម្មបានតែបើស្តង់ដារបស់វាហ្មងគឺវានៅចំកចំណុចលេខ0នេះនៅលេខ0អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថារូបភាពអានេះគឺរូបភាពយើងចុចមើលរូបភាពពឹបចុចមើលរូបភាពបើស្អីយើងចង់លុបអាធុងនេះសញ្ញាធុងសារ៉ាមចុចនេះពឹបវានឹងឃើញមានពាក្យថា format ខាងលើយើងចុចអានេះគឺលុប1ទី2គឺយើង select ហើយទី3គឺយើងនឹងលុបទាំងអស់អញ្ចឹងណាឥឡូវឧទាហរណ៍ថាបងចុចលុប1យើងចុចពុំកដាលពឹបហើយចុចកដាលមួយទៀតអូខេអានេះគឺលុបហើយអញ្ចឹងអានេះមួយទៀតពឹបលុបអស់លេងនេះលុបទៀតតែថាយើងមិនចង់លុបទេយើងអាចចុចពាក្យ back បាននេះពុំ back ខាងក្រោមនេះចុច back មកវាត្រឡប់សាដើមហើយអ្នកនរអញ្ចឹងយើងអាចគឿឆ្វេងគឿស្ដាំឲ្យបានអានេះរូបភាពគេបងខ្ញុំគិតថាយក memory មកតេស្តឲ្យមើលឯងអញ្ចឹងចុចលុបមួយទៀតមកពើនេះអានេះជឿប៉ុណ្ណេះលុបអត់បានទេលុបអត់បានវិញអញ្ចឹងឧទាហរណ៍តែយើងចង់ត្រឡប់ទៅវិញយើងគ្រាន់តែចុចអាពុំថតហ្នឹងមកភ្លឹបវាត្រឡប់ទៅវិញហើយឥឡូវឧទាហរណ៍តែយើងចុចតែពាក្យថា menu នេះគឺបងអត់អុយចូលទៅតាំងអីញ៉ៃព្រោះមុនបងដាក់ទៅគឺបងតាំងអុយមកស្អាតហើយអញ្ចឹងប្រយ័ត្នតែចុចតែចែកអុយញ៉ៃវាអាចថតអត់កើតឬក៏ថតច្បាស់ថតអីអញ្ចឹងណាអញ្ចឹងបងណែនាំថាមិនបាច់ចាំតែចុចស្រីអីទេអញ្ចឹងនេះពុំនេះឧទាហរណ៍តែយើងចុចអីញ៉ៃពឹបយើងចង់ត្រឡប់មកវិញយើងចុចអាពុំថតរូបមួយហ្នឹងពឹបទៅវានឹងត្រឡប់មកវិញហើយអញ្ចឹងណាហើយតាក់ទងជាមួយនឹងពលតាក់ទងជាមួយ color របស់វាអូនឯងចុចអាពុំនេះflash យើងគឿសនេះវាមានអាពុំនេះមួយយើងគឿសចេះមកភ្លឹបឃើញវាលូត flash មួយអញ្ចឹងយើងចុចទៅពឹបថតរូបបើក flash ហើយពេលដែលយើងចង់បិទ flash ទៅវិញយើងបិទសង្កត់វាចេះទៅភ្លឹបអានេះពុំនេះឃើញគេដាក់សញ្ញារូប flash ហើយសញ្ញារូប flash យើងគឿសចេញមកចេះហើយតាក់ទងជាមួយនឹង color ពណ៌នេះអាពុំមួយនេះអាពុំមូលនេះអញ្ចឹងអូនឯងចុចវាមកคลิกវានឹងឃើញ color អញ្ចឹងអាចចុចអាពុំនេះបានចុចច្រឡំចុចវាមកคลิกចុចរៀងលឿនណាคลิปហើយយើងអាចចុចនេះឃើញនេះវាទោះវាបាត់ហើយឥឡូវឧទាហរណ៍គឺមួយคลิกទុកយូរបន្តិចវានឹងលួតអញ្ចឹងតើយើងបញ្ញាប់អូនេះពឹបយើងកិច្ចអានេះយើងគឿសអានេះយើងអាចគឿសវាមកមើលបានឃើញនេះបន្តិចវាលួតហើយគឿសយើងអាចគឿសបានថាយើងចង់ឆ្លាញ់ពឿមួយណាកលួមួយណាអញ្ចឹងណាគឿសវាមកជាទូទៅស្តង់ដាររបស់វាគឺអក្សរនេះអក្សរ STD គឺ standard របស់វាហើយវាដាក់អក្សរយើងមើលបើមិនតែចង់តតបែបស្អាតបែបវៀតណាមនេះ CC អូននេះ CC នេះអាពណ៌នេះ classic នេះអាពណ៌ classic នេះ CC នេះគឺសបែបវៀតណាមតែបើថាយើងចង់ original យើងអាចនេះគេចោល standard ហ្នឹងទៅ original ហើយជាទូទៅគេប្រើតែ2 color ហ្នឹងទេណាហើយតាក់ទងជាមួយនឹងដូចជាប្រព័ន្ធហ្នឹងឯងដូចជាប្រព័ន្ធហ្នឹងអត់មានអីត្រូវនេះទេ flash ក៏យើងបង្ហាញដូចហើយបញ្ចូលថ្មនៅចំទៅនេះអានេះសម្រាប់ដតរត់ microphone ហើយនេះសម្រាប់ដតការថតរូបថតវីដេអូអានេះ record video អាខមនេះ record video ហើយតាក់ទងជាមួយនឹងអាពុំនេះក៏តាក់ទងជាមួយនឹងយើងមើល setting មើលអីថាយើងតាំងអីគេខ្លះអញ្ចឹងអាពុំនេះមិនបាច់ចាំនេះគេបានដែរព្រោះអ្វីដែលយើងត្រូវសេរីទី1គឺយើងសេរីតែ color ឯងនេះ color របស់វាពណ៌អញ្ចឹងណាហើយមួយទៀតហ្នឹងគឺយើងមើលរូបថតហើយយើងលុបពុំលុបយើងចេះអស់ហើយពុំលុបយើងចេះអស់ហើយតាក់ទងជាមួយនឹងតែនេះគឺ view finder ពេលដែលយើងយកឯបបាំងចេះគឺវានឹងបិទដោយ sensor វា sensor អានេះយើងអាចចុច color វាយើងអាចចុច trace មួយទៀតក៏បានដែរនេះចុចអានេះពឹបអានេះមួយអានេះក៏ color ដែរប៉ុន្តែ color នេះវាមិនសូវស្អាតដូចអា color មុននឹងមិញទេអាមុននឹងវាស្អាតជាងអញ្ចឹងណាអានេះក៏ color ដែរ tone ដូចគ្នាដែរបើថាវា color វាមិនសូវស្អាតអញ្ចឹងគេប្រើអា color មួយនេះអា color មួយនេះអា color នេះវាស្អាត color វាស្អាតជាងនេះអញ្ចឹងណាយើងដាក់ standard ឲ្យ original ឲ្យអញ្ចឹងមានតែប៉ុណ្្នឹងហើយ lens នេះយើងអាច zoom បាននេះ zoom in zoom out បានអញ្ចឹងណាគឺនេះ zoom in zoom out បានអូខេហើយមានតែប៉ុណ្្នឹងអូនមានតែប៉ុណ្្នឹងដូចអត់មានអីត្រូវនេះទៀតទេមានតែប៉ុណ្្នឹងឯងដែលគេប្រើភាគច្រើន